សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយកសាច់រឿងមួយទៀតហើយដើម្បីមកចែកជូនដល់ពុកម៉ែបងប្អូនស្ដាប់ដោយចំណងជើងរឿងនោះមានឈ្មោះថារឿងកម្ពុជាមេបនខ្ញុំបាទសូមចិត្តពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe ដើម្បីលើកទឹកចិត្តឲ្យខ្ញុំធ្វើវីដេអូក្រោយបន្តទៀតដូច្នេះហើយយើងចូលមកសាច់រឿងយើងទាំងម្ដងមកក្រោយពីញ៉ាំបាយល្ងាចរួចសុភានិងស៊ុំដែលជាភរិយារបស់ខ្ញុំក៏នាំគ្នាចូលគេងតាមបន្ទប់រៀងខ្លួនយប់នេះជាវេនដែលខ្ញុំត្រូវគេងជាមួយស៊ុំក្រោយពីងូតទឹករួចហើយខ្ញុំក៏បើកទ្វារបន្ទប់ទៅរកស៊ុំនាងនៅក្នុងឈុតស្ដើងដោយមិនពាក់អាវទ្រនាប់ឬស្លីកខោក្នុងឡើយដូច្នេះហើយទើបអាចសម្លឹងឃើញគ្រប់កន្លែងផ្សេងនៃរាងកាយរបស់ស៊ុំបានយ៉ាងច្បាស់និស្ស័យរបស់ខ្ញុំរមែងមិនព្រមបិទភ្លើងទេនៅពេលដែលដេកជាមួយប្រពន្ធស៊ុំកេងនៅលើគ្រែរងចាំខ្ញុំជាស្រេចខ្ញុំដោះសម្លៀកបំពាក់ខ្លួនឯងចេញហើយក៏ងាកមកដោះសម្លៀកបំពាក់របស់ប្រពន្ធដ៏ស្ដើងរបស់ស៊ុំទៀតរាងកាយរបស់យើងទាំងពីរនាក់ពេលនេះតូទៅចេះទាំងគូខ្ញុំប្រើក្រសែថ្មេកសម្លឹងទៅមើលទីផ្សេងរបស់ស៊ុំនាងដេកបិទថ្មេកដកដង្ហើមធំប្រៀបដូចជាកំពុងកើតអារម្មណ៍ឡើងមកហើយខ្ញុំថើបជញ្ជក់ទៅពាសពេញរាងកាយរបស់នាងយ៉ាងគួរឲ្យជឿបចិត្តដិតអារម្មណ៍ជាពិសេសកន្លែងដែលខ្ញុំពេញចិត្តជាងគេគឺដោះទាំងគូដ៏ធំរបស់នាងធ្ងោគួរឲ្យពេញចិត្តនៅពេលដែលដល់ចំណុចកំពូលម្ដងព្រឹកនេះនាងត្រូវទៅផ្សារចំណាយសុភានៅរៀបចំផ្ទះប៉ុន្តែគួរឲ្យចម្លែកថ្ងៃនេះទៅផ្សារយូរណាស់អត់ព្រមត្រឡប់មកវិញខ្ញុំតាមទៅរកក៏មិនឃើញមិនដឹងជានាងទៅណានៅពេលកំពុងធ្វើការស្រាប់តែមានស្ត្រីចំណាស់ម្នាក់មកប្រាប់ថាអើយអាថនបានបបូននាងស៊ុំប្រពន្ធរបស់ឯងទៅជាមួយគ្នាហើយអាថនក៏បានឆ្លើយថាពិតមែនឬពិតមែនណាយើងទៅកោះឯងធ្វើអី3ថ្ងៃក្រោយមកខ្ញុំបានទទួលសម្បត្តិពិសេសមួយច្បាប់របស់ស៊ុំនាងសរសេរមកថាស៊ុំសូមលាបងហើយអូនមិនហ៊ានមកជួបបងសូមលាដោយផ្ទាល់ទេសូមអភ័យទោសឲ្យស៊ុំផងចុះអូនរត់តាមបងថននេះក៏ព្រោះគាត់ថានឹងស្រឡាញ់អូនអស់មួយជីវិតទៅអូនប្រថុយទៅខ្ញុំអានសម្បត្តិចប់ក៏ហុចទៅឲ្យសុភាអានបន្តសុភាអានហើយក៏សួរខ្ញុំថាបងខឹងនឹងស៊ុំទេបងមិនខឹងទេប្រសិនបើទៅហើយមានសេចក្តីសុខនោះសុភាក៏អញ្ចឹងដែរបើទៅជាមួយអ្នកណាមានសេចក្តីសុខជាងនៅជាមួយបងក៏ទៅចុះសុភាមិនទៅណាចោលបងទេព្រោះសុភាស្រឡាញ់បងសុភាព្រមធ្វើជាប្រពន្ធរបស់បងតែម្នាក់គត់ប្តីក៏បានឆ្លើយថាល្អណាស់កំពូលស្នេហ៍បងអើយខ្ញុំដើរទៅរកសុភាអបថើបនាងដោយក្តីស្រឡាញ់មិនយូរប៉ុន្មានរាងកាយរបស់យើងក៏អស់សម្លៀកបំពាក់រលីងខ្ញុំចាប់អារម្មណ៍សុភាឲ្យដេកផ្ងានៅលើគ្រែរួចត្រៀបលើរាងកាយរបស់សុភាថើបជារឿយតាមចំណុចសំខាន់នៅលើរាងកាយរបស់នាងពេលវេលាបានកន្លងផុតទៅខ្ញុំកំពុងតែដេកជាមួយសុភាត្រចៀករបស់ខ្ញុំក៏បានឮសំឡេងហៅខ្ញុំក៏ចេញមកមើលថាតើអ្នកណាព្រោះសំឡេងយឺតបង្អស់វែងដូចជាសំឡេងបិសាចខ្ញុំចេញមកមើលដល់ក្រៅផ្ទះក៏ឃើញពិតជាស៊ុំនោះឯងខ្ញុំញញឹមចេញមកដោយរីករាយទឹកមុខរបស់ស៊ុំឡើងស្លេកដូចស៊ុបស្ងោរនាងស្ថិតនៅក្នុងឈុតខោអាវខាប៊យនិងអាវកមូលពេលនាងឃើញខ្ញុំនិយាយឡើងថាស៊ុំដាបជាប្រពន្ធនោះក៏បាននិយាយមកលោកប្តីថាស៊ុំមកលាបងហើយប្តីរបស់គាត់ក៏បានសួរទៅស៊ុំវិញថាស៊ុំសុខសប្បាយទេឬស៊ុំក៏បានឆ្លើយថាស៊ុំកំពុងទៅរកកន្លែងសុខសប្បាយហើយស៊ុំស្លាប់ហើយណាបងអាថនវាក៏យកស៊ុំទៅលក់ឲ្យមេបនបញ្ជាឲ្យស៊ុំលក់ខ្លួនស៊ុំទ្រាំមិនបានក៏ចងកសម្លាប់ខ្លួនទៅនោះមានន័យថាស៊ុំជាខ្មោចឬ
ខ្ញុំសួរទាំងភិតភ័យតែមិនមែនខ្មោចទេអាចមកពីទំនាក់ទំនងរបស់យើងពីមុនក៏ថាបានរួមទាំងការអាណិតអាសូរដល់ចេតាកម្មរបស់នាងទៅវិញទេមែនហើយបងស៊ុំទៅសិនហើយណាបងរាងកាយរបស់ស៊ុំក៏បាត់ខ្ញុំចូលទៅក្នុងផ្ទះហៅសុភានិយាយរឿងការពីអំបញ្ញមិញនេះឲ្យស្ដាប់សុភាដល់ថ្នាក់ទឹកថ្មេចហូររហាមព្រោះនឹកអាណិតអាសូរដល់នាងស៊ុំព្រឹកស្អែកឡើងខ្ញុំតែងសារព័ត៌មានមកអានស្រាប់តែឃើញមានដំណឹងអំពីស៊ុំដែលត្រូវគេនាំខ្លួនទៅលក់ឲ្យមេបនទីបំផុតក៏ចង់កសម្រាប់ខ្លួនទៅពេលវេលាបានកន្លងផុតទៅប៉ុន្មានថ្ងៃក្រោយមកក៏ឮដំណឹងមកថាអាថននិងមេបនដែលប៉ូលីសឃុំឃាំងទុកនោះត្រូវបានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់តាមការស្រាវជ្រាវអំពីការស្លាប់នេះបង្ហាញថាអ្នកស្លាប់បានស្លាប់ដោយត្រូវគេច្របាច់កខ្ញុំជឿជាក់ថាប្រកាសជាខ្មោចរបស់ស៊ុំទៅសង្សឹកអ្នកទាំងពីរនោះវិញក្នុងការចាប់បង្ខំនាងឲ្យលក់ខ្លួនរឿងកម្មពៀមេបនក៏ត្រូវបានបញ្ចប់